សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីទុរេនមួយដើមដែលឆ្នាំទៅគឺដួងស៊ីសឹងតែពាក់កណ្ដាលបាទហើយស៊ីច្រើនណាបងប្អូននេះអានេះស៊ីជាក់ស្ដែងឆ្នាំទៅវាមានមែក2-3កន្លែងនេះដែលយើងអាចបានតែងវាដុះមកអែបនេះខ្ញុំកាត់មើលទៅបងប្អូនសិតតពងសិតល្អិតនេះពងស្អីខ្លះទេនេះពងច្រើនជាទៅដើមដែលឃើញវាស៊ីខ្លាំងវាច្រើនគឺមែកចាពៀមវាមានមែកចាពៀមមួយដែលដកមកគៀកនឹងដើមតបៀតណាបងប្អូនវាច្រើនគឺវាមានពងសត្វល្អិតម្ដុំទៅហ្នឹងចឹងចំការដែលសើមខ្លាំងហ្នឹងគឺវាច្រើនកើតអញ្ចឹងគ្រប់ដើមដែលមានស៊ីហ្នឹងវាច្រើនគឺសុទ្ធតែមានមែកអញ្ចឹងទាំងអស់អញ្ចឹងបានកាត់ឲ្យវាខ្ពស់ឲ្យស្លាស់ទៅបងប្អូនដើម្បីកុំឲ្យសត្វល្អិតវាពង